បាទសូមជម្រាបសួរសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់វីដេអូថ្មីរបស់ខ្ញុំថ្ងៃនេះដែរខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នានៅកម្មវិធី Microsoft Office Word ដែលយើងប្រើប្រាស់ក្នុងការងាររដ្ឋបាលឬក៏ក្នុងកិច្ចការងារប្រចាំថ្ងៃដែលយើងត្រូវប្រើប្រាស់វាជាដើមអញ្ចឹងមុនចូលទៅដល់ការប្រើប្រាស់កម្មវិធី Microsoft Office Word គឺយើងត្រូវស្គាល់ដែរតាក់ទងនឹងអ្វីទៅជាកុំព្យូទ័រព្រោះថាដើម្បីប្រើប្រាស់កម្មវិធី Microsoft Office Word បានលុះត្រាតែយើងមានកុំព្យូទ័របាទអញ្ចឹងកុំព្យូទ័រយើងអាចឲ្យនិយមន័យបានថាវាជាគ្រឿងអេឡិចត្រូនិកមួយយ៉ាងដែលវាមានលទ្ធភាពក្នុងការទទួលបានព័ត៌មានការផ្ទុកទិន្នន័យនៅក្នុងទម្រង់ជាក់លាក់ណាមួយនិងដំណើរការប្រតិបត្តិការគឺទៅតាមនីតិវិធីដែលយើងបានកំណត់ទុកជាមុនអញ្ចឹងបើន័យថាកុំព្យូទ័រគឺគេកំណត់ទុកជាមុននៅក្នុងដំណើរការរបស់វាហើយកុំព្យូទ័រគឺគេប្រើប្រាស់វាដើម្បីជាប្រយោជន៍ច្រើនសម្រាប់ការងារប្រចាំថ្ងៃរបស់គេដូចជាការវិអត្ថបទការធ្វើរបាយការណ៍និងការកណនាផ្សេងលិខិតស្នាមអីផ្សេងហ្នឹងការគ្រប់គ្រងទិន្នន័យមួយចំនួនក៏គេប្រើប្រាស់វាដែរទី2យើងអាចវាធ្វើដូចជាគូប្លង់គូផែនទីជាដើមអញ្ចឹងយើងអាចប្រើប្រាស់កុំព្យូទ័រក្នុងការគូផែនទីគូប្លង់ឬក៏រចនាជាវីដេអូផ្សេងមួយទៀតការគ្រប់គ្រងទិន្នន័យនិងធ្វើស្ថិតិវិភាគនិងការព្យាករណ៍ទិន្នន័យអ្នកនរគ្នាដឹងហើយថាកុំព្យូទ័រវាមានសមត្ថភាពខ្លាំងក្នុងការគ្រប់គ្រងទិន្នន័យបានច្រើនមែនតើវាមានអត្ថប្រយោជន៍ច្រើនវាអាចគ្រប់គ្រងទិន្នន័យព័ត៌មានមនុស្សចំនួនច្រើនដែលយើងអាចទុកបានមួយទៀតការរក្សាទុកឯកសារដោយសុវត្ថិភាពអញ្ចឹងបានថាកុំព្យូទ័រវាអាចទុកបានច្រើនឯកសាររបស់វាហើយវាមានលក្ខណៈស្ពានណាដែលយើងផ្ទុកតាមរយៈកុំព្យូទ័រមិនដូចជាយើងផ្ទុកกระดาษជាក់ស្ដែងទេវាមានផលលំបាកសម្រាប់អ្នកទាំងអស់គ្នាបើសិនជាយើងផ្ទុកឯកសារនេះតាមរយៈការដែលយើងផ្ទុកឯកសារដោយកតាដែលជាដើមមួយទៀតធ្វើឲ្យមនុស្សមានទំនាក់ទំនងទៅកាន់គ្នាយ៉ាងជិតស្និទ្ធហើយមួយទៀតដែរគឺយើងអាចដូច YouTuber បច្ចុប្បន្នគាត់តែងលេងហ្គេមគាត់ប្រើប្រាស់កុំព្យូទ័រក្នុងការលេងហ្គេមអញ្ចឹងអត្ថប្រយោជន៍ផ្សេងទៀតសម្រាប់អ្នកទាំងអស់គ្នាអាចដឹងបានហើយទី2គឺយើងស្គាល់ទៅប្រភេទកុំព្យូទ័រអញ្ចឹងយើងស្គាល់ជំនាញកុំព្យូទ័រសារៈប្រយោជន៍របស់វាយើងស្គាល់ពីប្រភេទកុំព្យូទ័រអញ្ចឹងកុំឲ្យវីដេអូនេះយូរខ្ញុំបើតាមខ្ញុំសាវជើក៏ដូចជាសាកសួរគេទៅកុំព្យូទ័រគឺគេបែងចែកជា4ធំដូចជាប្រភេទ super computer guys អញ្ចឹងអ្នកទាំងនេះអាច search មើលបន្ថែមបានមួយទៀតmini frame computer មាន micro computer មានmini computer ជាដើមអញ្ចឹង computer នីមួយមានទូក្នុងនឹងទៀតហើយបើសិនជាអ្នកទាំងនេះចង់ដឹងលម្អិតអ្នកទាំងនេះអាចចូលទៅកាន់អ៊ីនធឺណិតឬក៏សាកសួរអ្នកដែលគាត់មានចំណេះដឹងផ្នែកខាងហ្នឹងហើយអធិស្ឋានផងបើសិនជាខ្ញុំរាប់ទៅវាខុសឆ្គងចំណុចណាមួយទៀតតើយើងដឹងហើយយើងត្រូវស្គាល់អំពី software computer ដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងតើនៅលើអេក្រង់ដែលខ្ញុំបានដាក់ពីដំបូងណាតើកុំព្យូទ័រហ្នឹងវាដំណើរការ software ដោយបានន័យថាដោយអីគឺដំណើរការដោយ2គឺមាន software និង hardware អញ្ចឹងយើងស្គាល់ដឹងទៀតថា software ជាអីហើយ hardware ជាអីប្រភេទ hardware ហ្នឹងវាគឺជាផ្នែករឹងនៃកុំព្យូទ័រដែលយើងអាចប៉ះមើលឃើញបាននិយាយឲ្យខ្លីដូចជាអីគេក្រាស់ monitor មាន keyboard មាន mouse មាន printer មាន scanner មាន speaker ឡាក់ទី2គឺ software គឺជាផ្នែកទុនមួយនៃកុំព្យូទ័រដែលយើងមិនអាចមើលឃើញនិងប៉ះបានដូចជាកម្មវិធីដែលនៅក្នុងនោះអញ្ចឹងបាទអញ្ចឹងយើងចប់ហើយតែមានតែប៉ុណ្ណេះទេអញ្ចឹងយើងចូលទៅដល់កម្មវិធី Microsoft Office Word អញ្ចឹងជាដំបូងដើម្បីមុនចូលទៅដល់ប្រើប្រាស់កម្មវិធី Microsoft Office Word បានយើងស្គាល់អំពីការបើកកម្មវិធីហ្នឹងដំបូងអ្នកត្រូវបើកកុំព្យូទ័រមកបន្ទាប់មកទៀតអ្នកនរឃើញការបើកចូលទៅកម្មវិធី Word ហ្នឹងយើងអាចមានប្រើរបៀបផ្សេងតែខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពីពីររបៀបទី1គឺយើងអាចបើកតាមរយៈនៅលើកញ្ចក់កុំព្យូទ័ររបស់យើងថាអេក្រង់ណាអញ្ចឹងយើងអាចคลิกមកខាងឆ្វេងហើយយើង open មកគឺយើងនឹងអាចចូលទៅដល់កម្មវិធី Microsoft Office Word ដែរអញ្ចឹងខ្ញុំបរៀនអ្នកទាំងអស់គ្នាពីការបើកមួយទៀតគឺយើងចូលកន្លែងប៊ូតុង start ហ្នឹងហើយយើងវាយពាក្យយើងអាចវាយ Word ចឹងមកអូខេហើយយើងអាច double click មកស្ដាំ2ដងទៅគឺវាបើកចូលហើយអញ្ចឹងយើងចូលទៅដល់កម្មវិធី Microsoft Office Word ហើយយើងត្រូវស្គាល់ថាតើកម្មវិធី Microsoft Office Word គេប្រើប្រាស់ដើម្បីធ្វើអ្វី Microsoft
Office Word គឺជាកម្មវិធីមួយប្រភេទដែលបង្កើតឡើងសម្រាប់ការងារផ្នែករដ្ឋបាលយ៉ាងជាងដឹងហើយថាការងាររដ្ឋបាលគឺមានសារៈសំខាន់សម្រាប់កម្មវិធី Word ដូចជាការសរសេរលិខិតស្នាមរដ្ឋបាលការធ្វើរបាយការណ៍ការចុះបញ្ជីឈ្មោះការរៀបចំអត្ថបទធ្វើតារាងលក្ខណៈជាដើមអាហ្នឹងសិតជាទូនាទីសំខាន់របស់កម្មវិធី Microsoft Office Word បន្ទាប់ពីយើងស្គាល់និយមន័យហើយយើងត្រូវស្គាល់អំពីផ្ទាំងរបស់កម្មវិធី Microsoft Office Word ដែលយើងមើលឃើញហ្នឹងគេហៅថា menu bar ណាអញ្ចឹងថាតើកម្មវិធី Microsoft Office Word ហ្នឹងវាមានអីខ្លះហើយគេហៅឈ្មោះវាថាអីអញ្ចឹងអ្នកអាចឃើញហើយថាវាមានដូចជានៅអេក្រង់ខ្ញុំបង្ហាញអញ្ចឹងវាមាន home វាមាន insert វាមាន layout លក្ខណៈជាដើមអញ្ចឹងខ្ញុំនឹងបង្ហាញទី1តកតងនឹងចំណុចខាងលើនេះអ្នកឃើញចំណុចខាងលើនេះគេហៅថា control menu icon ដែលយើងសម្រាប់គ្រប់គ្រងទៅលើការងាររបស់យើងហើយអ្នកឃើញ document នេះទេអាហ្នឹងគេហៅថាវាជាប្រភេទ title bar បើន័យថាវាជាឈ្មោះរបស់ document របស់យើងណាអញ្ចឹង document របស់ខ្ញុំដោយសារខ្ញុំបើកថ្មីខ្ញុំអត់ទាន់ save ឈ្មោះនៅពេលណាអ្នកដាក់ឈ្មោះរបស់វាទៅគឺវានឹង load ឈ្មោះកន្លែងនេះហើយចូលដល់ home អញ្ចឹងកន្លែងប៊ូតុង home ប៊ូតុងអីហ្នឹងគេហៅថា menu bar ណាអញ្ចឹងយើងអាចស្គាល់ហើយថាអីទៅជាហ្នឹងគឺ menu bar បន្ទាប់មកទៀតចូលទៅដល់ menu bar ហើយយើងចូលទៅដល់ tool នីមួយនេះគេហៅថា tool bar បាទអញ្ចឹងយើងស្គាល់ចំណុចហ្នឹងហើយខ្ញុំសូមបកក្រោយបន្តិចនេះកន្លែងនេះអានេះគេហៅថា quick access toolbar កន្លែងហ្នឹងយើងចូលមកផ្នែកខាងបានន័យថាផ្នែកខាងស្ដាំវិញមានដូចជានេះកន្លែងប៊ូតុង minimize អូខេហើយនេះ maximize សម្រាប់យើងពង្រួមគឺយើងពង្រួមបែបនេះហើយប៊ូតុង close គឺចុចទៅគឺបិទបន្ទាប់ពីយើងស្គាល់នឹងហើយយើងស្គាល់ដល់ចំណុចខាងក្រោមគឺ start ប៊ូតុងអញ្ចឹងនេះដូចជាមាន page អញ្ចឹងបានន័យវារាប់ចំនួនទំព័រដែលយើងសរសេរហើយនេះជាពាក្យបើពាក្យបានន័យថាយើងសរសេរប្រមាណពាក្យគឺវាលោតផ្នែកខាងក្រោមនេះនេះគឺជាកន្លែងផ្លាស់ប្ដូរភាសាកន្លែងយើងប្រើភាសាអីហើយចូលដល់ផ្នែកខាងក្រោមផ្នែកខាងស្ដាំគឺយើងឃើញមានview bar គឺជាកន្លែងដែលយើងបង្ហាញអត្ថបទរបស់យើងនេះគេហៅថា view bar អញ្ចឹងណាហើយមួយទៀតគឺនេះគឺ zoom កន្លែងដែលយើង zoom ពង្រីកពង្រួមឯកសារដូចអ្នកមើលឃើញអញ្ចឹងខ្ញុំចុចឲ្យមើលអញ្ចឹងគឺ zoom ឯកសារហើយផ្នែកខាងក្រោមរបស់ខាងក្រោមនេះអ្នកមើលឃើញកន្លែងពាក្យen បានន័យថា English អញ្ចឹងបានន័យថាខ្ញុំកំពុងតែដាក់ font ភាសាអង់គ្លេសអញ្ចឹងបើសិនជាខ្ញុំចង់ដូរខ្ញុំអាចចុចលើវាហើយចុច click ភាសាខ្មែរគឺវា load ខ្មែរខ្ញុំចុចអង់គ្លេសគឺវា load អង់គ្លេសហើយយើងអាចប្រើ shortcut key ដោយ CL យើងចុច CL មកក៏ជាដូរភាសាដែរអញ្ចឹងពេលយើងស្គាល់អានឹងហើយយើងចូលទៅដល់សញ្ញាកិច្ចការវិញអញ្ចឹងចូលទៅដល់សញ្ញាកិច្ចការយើងអ្វីដែលយើងត្រូវស្គាល់នេះគឺបន្ទាត់នេះគេឲ្យឈ្មោះថា ruler បានន័យថា ruler សម្រាប់បន្ទាត់សម្រាប់កំណត់ពីកិច្ចការរបស់យើងហើយយើងចូលទៅដល់ផ្នែកអានេះគេថា margin បានថា margin ណានេះ CJ គេថា margin ហើយឯកសារទាំងមូលហ្នឹងគេឲ្យឈ្មោះថា working art អញ្ចឹងបានន័យថាវាសម្រាប់សរសេរការងាររបស់យើងហើយទំហំវាគឺជាក្រដាស A4 ដូចខ្ញុំស៊ូមមកអ្នកនរមើលអញ្ចឹងហើយមួយទៀតដែរវាយើងស្គាល់ចំណុចទាំងអស់ហ្នឹងហើយយើងចូលទៅដល់មួយអញ្ចឹងបានន័យថាmenu bar អញ្ចឹងបានន័យថាចូលទៅដល់ menu bar ហើយយើងត្រូវស្គាល់ទៀតតើវាមានអីខ្លះវាមានដូចជា home វាមាន insert អីជាដើមលក្ខណៈហើយនៅក្នុង home ហ្នឹងវីដេអូនេះខ្ញុំនឹងបញ្យល់ហើយចាំវីដេអូបន្ទាប់ខ្ញុំនឹងប្រាប់អំពីការប្រើប្រាស់មួយប៊ូតុង home វាមាន clipboard វាមាន font វាមាន graphics វាមាន design អីជាដើមនេះគឺជាកន្លែងដែលយើង copy ឯកសារហើយនេះជា font ហ្នឹងគឺជាកន្លែងគ្រប់គ្រងទៅលើអក្សរដែលយើងវាយទៅលើអត្ថបទរបស់យើងនេះដូចជាកន្លែងបដូរប្រភេទ font យើងចង់បាន font អីយើងបដូរមកហើយនេះកន្លែងបដូរទំហំហើយនេះគឺជាកន្លែងដែលអក្សរដិតអក្សរ trade ហើយនឹងដាក់បន្ទាត់ពីខាងក្រោមអក្សរហើយនឹងគូសបានន័យថាគូសចំពាក់កណ្ដាលនៃអក្សរនេះសម្រាប់សរសេរជាលក្ខណៈស្វ័យគុណ
សម្រាប់ផ្លាស់ប្ដូរពណ៌អក្សរហើយចូលដល់ paragraph វិញគឺសម្រាប់ការកំណត់ទៅលើកិច្ចការរៀងសរសេរណាយើងចង់បានស្មើសងខាងឆ្វេងស្ដាំមុខក្រោយអីតាមអ្នកនឹងចង់បានបន្ទាប់ពីយើងស្គាល់ប៉ុណ្ណឹងហើយយើងចូលទៅដល់ insert ចឹងកន្លែង insert ហ្នឹងគឺវាមានលក្ខណៈថាយើងសម្រាប់ធ្វើនៅគូសជាបន្ទាត់នេះកន្លែង checkbox គឺយើងប្រើសម្រាប់គូសបន្ទាត់អញ្ចឹងហើយសម្រាប់កន្លែងដាក់រូបភាពនេះយើងអាចយករូបយកមកដាក់លើឯកសាររបស់យើងអាចគូសរូបផ្សេងតាមទាំងអ្នកទាំងអស់គ្នាចង់បានយើងអាចជាលក្ខណៈធ្វើរបៀបជាឆាតរបៀបជារចនាសម្ព័ន្ធអីផ្សេងខ្ញុំសូមបញ្យល់ត្រួសដូចអ្នកឃើញអញ្ចឹងមានតួនាទីសម្រាប់ដាក់ header folder សម្រាប់សរសេរជាលក្ខណៈគណិតវិទ្យាអីជាដើមអានេះសិតតែជាចំណុចសំខាន់របស់វាមួយទៀតpage layout គឺសម្រាប់គ្រប់គ្រងទៅលើកត្តារបស់យើងឧទាហរណ៍កត្តាការងាររបស់យើងចង់យកប្រភេទអីហើយយកទំហំប្រមាណដេកបញ្ឈរដាក់ពណ៌លើกระดาษជាដើមផ្សេងអញ្ចឹងខ្ញុំមិនបញ្យល់លម្អិតទេយើងមានតួនាទីផ្សេងទៀតអាស្រ័យទៅលើអ្នកនរគ្នាស្វែងយល់ណាអញ្ចឹងចាំវីដេអូខាងក្រោយខ្ញុំនឹងបង្ហាញអំពីថាតើចំណុចនីមួយមានសារៈសំខាន់ក៏ដូចជាការប្រើប្រាស់បែបម៉េចអញ្ចឹងវីដេអូនេះខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះហើយខ្ញុំសូមអធិស្ឋានដែរវីដេអូនេះគឺខ្ញុំធ្វើឡើងគ្រាន់តែជាការចង់ចែករំលែកចំណេះដឹងទៅកាន់អ្នកដែលទើបនឹងចាប់ផ្ដើមរៀនកុំព្យូទ័រកម្រិតដំបូងដោយសារដូចអ្នកទាំងអស់ដឹងហើយថាបច្ចុប្បន្នគឺកុំព្យូទ័រគឺកំពុងពេញនិយមមែនទែនសម្រាប់ការប្រើប្រាស់ហើយកុំព្យូទ័រឥឡូវក៏មានលក្ខណៈថាសម្បូរហើយក៏មានតម្លៃធូរថ្លៃដែរហើយតើតើនឹងការទៅរៀនបច្ចុប្បន្នយើងមិនចាំបាច់ទៅរៀននៅសាលាក៏បានដែរយើងអាចរៀនតាមរយៈបណ្ដាញសង្គម YouTube ដែលមានបង YouTube យើងមួយចំនួនគាត់បានធ្វើវីដេអូផុសជាច្រើនអញ្ចឹងយើងអាចមើលវីដេអូរបស់ពួកគាត់ឬក៏មើលវីដេអូរបស់ខ្ញុំដែលកំពុងតែនិយាយប្រាប់អ្នកទាំងអស់គ្នាក៏បានដែរហើយអធិស្ឋានផងបើសិនជានិយាយទៅខុសចំណុចណាមួយចាំវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញអំពីការប្រើប្រាស់ tool នីមួយៗទៅអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូនេះខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះហើយសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះហើយបើពេញចិត្តកុំភ្លេចចុច Subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីបន្ថែមទៀតពី Channel របស់ខ្ញុំអញ្ចឹងសូមអរគុណសូមជម្រាបលា